ពេលថតរូបហើយបើកមើលរូបវិញblur បើកមើលរូបវិញblur ប្រយ័ត្នកាមេរ៉ាខ្លួនឯងនេះជាប់អា manual focus នេះហើយគិតតែកាមេរ៉ាខ្លួនឯងខូចអីណាប្រយ័ត្នអញ្ចឹងថ្ងៃហ្នឹងយើងមកស្គាល់ពីកាមេរ៉ា focus mode ជាមួយគ្នាដោយរបៀបងាយៗណោះកាមេរ៉ា focus mode ហ្នឹងគឺជារបៀបដែលយើងជ្រើសរើសវិធីសាស្ត្រក្នុងការធ្វើឲ្យ subject របស់យើងហ្នឹងច្បាស់ដែលយើងហៅថា in focus ហ្នឹងអញ្ចឹងតែយើងជ្រើសរើសដោយយើងនេះធ្វើឲ្យ subject ច្បាស់ឬក៏កាមេរ៉ាជួយធ្វើឲ្យ subject ច្បាស់ក្នុងកាមេរ៉ារបស់យើង focus mode មានពីរផ្នែកសំខាន់ manual focus ហើយជាមួយនឹង auto focusនៅពេលដែលអ្នកទាំងអស់គ្នាប្រើ manual focus គឺជារបៀបដែលយើងធ្វើឲ្យ subject របស់យើងហ្នឹងច្បាស់ដោយខ្លួនយើងផ្ទាល់អញ្ចឹងដើម្បីធ្វើឲ្យ subject យើងច្បាស់បានតើតើយើងបង្វិលនេះគេហៅថា focus ring អញ្ចឹងនៅពេលដែលបង្វិល focus ring ហ្នឹងទៅកញ្ចក់មួយចំនួននៅក្នុង lens ហ្នឹងនឹងធ្វើការផ្លាស់ទីកញ្ចក់នៅក្នុង lens មួយចំនួនហ្នឹងនឹងធ្វើឲ្យមានការផ្លាស់ប្ដូរ point of focus អញ្ចឹងយើងបង្វិលរហូតទៅដល់ point of focus មួយដែល subject យើងកំពុងនៅអញ្ចឹង subject របស់យើងនឹងច្បាស់ហើយដែលគេហៅថា stay in focus ហ្នឹងតោះអញ្ចឹងមួយនេះគឺជាមុខងារ manual focus នៅពេលដែលអ្នកនរប្រើអញ្ចឹងគឺយើងបង្វិលនៅលើ ring នៅលើ lens ហ្នឹងណាដែលយើងហៅថា focus ring អញ្ចឹងយើងបង្វិលឲ្យមកចំ subject យើងមកអានេះវា zoom អញ្ចឹងយើងធ្វើការផ្លាស់ប្ដូរទីតាំងមកដើម្បីយើង zoom មើលថាវា focus ទៅណាអញ្ចឹងណាអូខេអញ្ចឹងនៅពេលដែលយើងចង់ focus ទៅលើកាមេរ៉ានៅពេលដែលយើងបង្វិលដល់ point of focus មួយមកវានឹងច្បាស់លើកាមេរ៉ាអូខេអញ្ចឹងអូខេខ្ញុំថតឲ្យអ្នកនរគ្នាមើលមួយនៅពេលដែលអ្នកនរគ្នាចង់ focus ទៅលើ spotlight នៅខាងក្រោយវិញអញ្ចឹងអ្នកនរគ្នាបង្វិលមកអញ្ចឹងអានេះដូរទីតាំងតិចមកដើម្បីយើងមើលអូខេអញ្ចឹងយើងបង្វិលឲ្យច្បាស់នេះឃើញច្បាស់ហ៎អញ្ចឹងខ្ញុំចុចឲ្យអ្នកនរគ្នាមើលមួយទៀតបាទហើយនៅពេលដែលអ្នកនរគ្នាចង់ឲ្យច្បាស់នៅខាងក្រោយ focus នៅលើអំពូលខាងក្រោយខ្ញុំវិញយើងបង្វិល focus ring ទៀតណាអូខេអញ្ចឹងយើងដូរទីតាំងទៅតែអូខេមកអូខេឃើញវាច្បាស់ហើយនេះអូខេអញ្ចឹងខ្ញុំចុចមកពណ៌អ្នកនរគ្នាមើលមួយទៀតmanual focus ល្អផានៅពេលដែលអ្នកទាំងអស់គ្នាថតកន្លែងណាដែលមាន subject ញ៉ៃច្រើនហើយអ្នកទាំងអស់គ្នាចង់ផ្ដោតទៅលើតែ subject មួយអញ្ចឹងណាហើយមួយទៀតល្អប្រើនៅពេលដែលអ្នកទាំងអស់គ្នាថតនៅកន្លែងងឹតព្រោះ auto focus มันអាចធ្វើការល្អបានទេនៅកន្លែងងឹតអញ្ចឹងណាអញ្ចឹងយើងជាអ្នកសេរី focus ផ្ទាល់យើងដឹងថាកន្លែងណាដែលយើងចង់ឲ្យ focus ហើយ manual focus នេះមួយទៀតគឺសួរប្រើនៅពេលដែល subject របស់យើងអត់មានចលនាញ៉ៃប៉ុន្តែបើ subject របស់យើងមានចលនាញ៉ៃទៅមុខទៅក្រោយនៅពេលដែលយើងបង្វិលអត់ទាន់អញ្ចឹង subject របស់យើងគឺ blur ហើយauto focus mode គឺជារបៀបដែលកាមេរ៉ាធ្វើការចាប់ focus ឲ្យយើងដែលយើងគ្រាន់តែចុច click ទៅគឺកាមេរ៉ាចាប់ focus ឲ្យហើយអញ្ចឹងខ្ញុំនឹងលើក auto focus ពីរប្រភេទដែលមកនិយាយព្រោះពីរហ្នឹងគឺជាមូលដ្ឋានគ្រឹះសម្រាប់ទៅយល់ពី auto focus ផ្សេង AFS mode គឺមកពីពាក្យពេញថា auto focus single ឬក៏ single server auto focus single mode ហ្នឹងគឺកាមេរ៉ាចាប់ focus បានតែម្ដងទេនៅពេលដែលយើងចុចឲ្យវា focus គឺវាស្គាល់រយៈចម្ងាយពីកាមេរ៉ាទៅកាន់ subject របស់យើងក៏ប៉ុន្តែនៅពេលដែល subject របស់យើងធ្វើការផ្លាស់ប្ដូរទីតាំងទៅមុខឬក៏ទៅក្រោយដែលខុសពីចម្ងាយដែលកាមេរ៉ាស្គាល់ហ្នឹងអញ្ចឹង subject របស់យើងនឹង blur ហើយអូខេអញ្ចឹងអ្នកទាំងអស់គ្នាដូរមក single shot auto focus នេះអញ្ចឹងនៅពេលដែលយើង focus subject មួយហើយអញ្ចឹងកាមេរ៉ារបស់យើងនឹង lock ទីតាំងពីកាមេរ៉ារបស់យើងទៅកាន់ subject អញ្ចឹងអូខេខ្ញុំសុំដូរ subject ទៅក្រោយបន្តិចអូខេឃើញទេនៅពេលដែល subject របស់យើងធ្វើការផ្លាស់ប្ដូរទីតាំងកាមេរ៉ារបស់យើងអត់ចាប់ focus ទៅលើ subject ទៀតទេអញ្ចឹង auto focus single mode នេះគឺល្អសម្រាប់អ្នកដែលថតបែបមនុស្សដែលនៅស្ងៀមអាគារពពកឬក៏មេឃអីនិយាយទៅឲ្យតែវត្ថុនោះអត់មានចលនាញ៉ៃច្រើន ASC mode មកពីពាក្យពេញថា auto focus continue អញ្ចឹងនៅពេលដែល subject របស់អ្នកទាំងអស់គ្នាផ្លាស់ទី
camera ដែលស្គាល់ទីតាំងដំបូងហ្នឹងនឹងដូរទីតាំងទៅតាម subject របស់យើងដែរនៅពេលដែលយើងប្រើមុខងារ auto focus continue អស់វិញអញ្ចឹងយើងដូរមក auto focus continue នេះអូខេអញ្ចឹងនៅពេលដែលយើងចុច focus ទៅលើ subject ហើយ subject របស់យើងផ្លាស់ប្ដូរទីតាំងមកមុខណាអូខេឥឡូវសុំ subject មកមុខតិចមកអូខេឃើញវាស្ថិតនៅតែក្នុង focus ដែរ auto focus continue នេះល្អនៅពេលដែលអ្នកនរគ្នាថតជាមួយនឹងវីដេអូហើយមួយទៀតនៅពេលដែលអ្នកនរគ្នាថតរូបបែបមានចលនាការផ្លាស់ប្ដូរចលនាអញ្ចឹងកាមេរ៉ារបស់យើងនឹងផ្លាស់ប្ដូរទីតាំង focus ដូចគ្នាសរុបមកឲ្យតែអ្នកនរគ្នាថតវត្ថុដែលមានចលនាអ្នកនរគ្នាប្រើជាមួយនឹង auto focus continue នេះអត់ខុសទេមែនតើ focus mode មានច្រើនទៀតមានដូច AFA ដែលមកពីពាក្យពេញថា auto focus automatically មុខងារហ្នឹងវាគ្រាន់តែកាមេរ៉ាអ្នកសម្រេចចិត្តជំនួសយើងឯថាវាគួរតែប្រើ auto focus continue ឬក៏ auto single ហើយមួយទៀតមានដូចជា tracking auto focus អីហ្នឹងក៏ប៉ុន្តែ menu mode auto focus single mode auto focus continue ហ្នឹងគឺជាមូលដ្ឋានគ្រឹះនៃ auto focus ក្រោយៗអញ្ចឹងនៅពេលដែលអ្នកនរគ្នាស្គាល់ auto focus ដែលខ្ញុំបាននិយាយខាងលើទាំង3ហ្នឹងអាផ្សេងៗក៏ងាយស្រួលយល់ដែរអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេជួបខ្ញុំស្រស់នៅវីដេអូ